ចំណេញមានល្មមណាក្នុងមួយយប់បើយើងកាត់ចំណៃកាត់អីមកជា50,000ណាងាយចំណេញច្រើនជាងគេតាគីវាដាក់ត្រង់ជាសដេញតាមវាលយើងដេញតាមវាលយើងឲ្យវាស៊ីបានគ្រប់គ្រាន់តាមវាតាមខ្ញុំដឹងបានតែពីប្រភេទទាសមកប្រភេទទៀតទាកាគីនិយមពងមិនលើគ្នាមិនចាញ់ទាសវាដេញវាចំណេញច្រើនជាងទាកាគីវាដាក់ត្រង់ទាសដេញតាមវាលយើងដេញតាមវាលយើងឲ្យវាស៊ីបានគ្រប់គ្រាន់តាមវាលដែរមានចៅមានចងអញ្ចឹងខែហ្នឹងរៀងសម្បូរដែរនិយមមានទៅតាមតំបន់តាមវាលដែរតំបន់ណាកាត់ចងច្រើនអញ្ចឹងវាទាពងខ្លាំងយើងទិញច្រាំងគេមួយហាត់50,000តាំងគេព្រោះស្រូវទិញតខ្លួនឯងខ្លះហើយនឹងឲ្យគេរកឲ្យមានមកយប់ឥឡូវវាពងបានជិត3000តម្លៃគេរាប់ឲ្យ310មានឈ្មោលអត់ឈ្មោល25 26ហ្នឹងតាមទំហំដៃយើងទិញបានច្រើនបានតិចមកទិញបានច្រើនស៊ីបានយូរចាំពីខែហ្នឹងប្រហែលជាដល់ខែ6អស់បូមទឹកដាក់ពេញស្រែឲ្យវាចោះស៊ីយើងឲ្យថែមចំណៃបាវស៊ីវាស្ទើរចំណៃវាលមិនថាយើងធ្លាប់ចាក់2បាវអញ្ចឹងយើងស្ទើរយើងដាក់3ទៅ4បាវអញ្ចឹងហ្នឹងអស់ចំណៃចំណាយបាវ4បាវបើខែអស់ចាក់ស្រូវចំណាយ10បាវក្នុងថ្ងៃហើយជាចុងខែ5បាទអស់កន្លែងដេញដីវាមានដេញប៉ិនវាអស់អាដីយើងបូមដាក់ឲ្យស៊ីនោះវាអស់ទឹកអត់ឡើងវាអស់អាដីយើងទិញអញ្ចឹងវាអត់មានឡៃបូមយើងចេះដេញតាមព្រែកចាក់ចំណៃចាក់ស្រូវអត់ថយបើយើងចាក់ឲ្យវាស៊ីគ្រប់អត់ថយគឺពងបានរហូតចំណេញមានល្មមណាក្នុងមួយយប់បើយើងកាត់ចំណៃកាត់អីមកជា50,000ណានិយាយរួមបើយើងមានដីមានអីស៊ីចប់អាចទទួលបានរហូតបាទពងរហូតវាដូរឆ្លាតប៉ុន្តែពងទៅតំបន់ខាងត្រឡប់វិញខាងកោះអណ្ដែតចុងខែ6ទៅហើយត្រូវគេបាទចូលទឹកហ្នឹងនិយាយរួមដីគេមកវាលអញ្ចឹងទៅគេមានបន្លាយទឹកគេសម្រាប់ឲ្យទឹកអ្នកស្រែអញ្ចឹងគេហៅគេកាន់កាប់ម្ចាស់តូនហ្នឹងគេកាន់កាប់ដីហ្នឹងហាត់50,000ដែរមានតាមទំហំដីដែរមាន80 100ហាត់អញ្ចឹង50ហាត់អញ្ចឹងតាមតួគេហ្នឹងបាទគេចែកនិយមចែកម្នាក់មកកាត់ម្នាក់អញ្ចឹងអត់ចូលទេតែបើយើងទិញមកប៉ាល់របស់យើងគឺរបស់យើងអញ្ចឹងខាងកនអណ្ដែតនិយមទៅខាងត្រឡប់ម៉ាស៊ីនិយមម៉ាស៊ីអស់ជាងប្រាំងគេណាគេគិតជាហាត់50,000និយមមើលថាទាំង80ហាត់បើពីបានទៅមួយខែជាង